chọn màu càng gì ở tao màu sấy mấy phe លាហើយពាក្យថាស្ត្រីបង្វិលចង្ក្រានមិនជុំមកលើនេះមិនធំវល់ជុំឯបងប្អូនខ្ញុំលឹកចក្រានបោះចោលក៏បានដែរមានតែអន់អីការងារក៏ធ្វើកូនក៏មើលបាយម្ហូបក៏ចំអិនដោយផ្ទាល់ដៃធ្វើការរលុយទៀតមិនតែខ្ញុំម្នាក់ឯងខ្ញុំគិតថាបងប្អូនដែលកំពុងតែមើលវីដេអូនេះក៏ប្រហែលជាមានស្ថានភាពដូចជាខ្ញុំដែរអញ្ចឹងបានតែថាមនុស្សស្រីយើងខ្លាំងណាមានសមត្ថភាពមិនចាញ់បរិះទេស្ត្រីមានតែខ្លាំងជាងបរិះអញ្ចឹងហ្មងចាំគេទៅសារយូរពេកឥឡូវស្ត្រីគ្នាយើងចាំកាលក៏មិនម្នាក់មួយមកទៅពេលនិយាយដល់ឃ្លាស្ត្រីបង្វិលចង្ក្រានមិនជុំខ្ញុំចេះតែនឹកដល់យូផាន់គិតអីបានជាគាត់ឲ្យទាវនឹងរៀនជ្រៅជ្រះទេខ្លាចចេះតែសេសបុតស្នេហាគិតទៅចាស់បុរាណពីដើមពិបាកមែនបោះចោលអាកំណត់79ដែលថាឲ្យកូនហ៊ានចេះដឹងទៅខ្លាចកូនមានស្នេហាមានសង្សារអីនេះឥឡូវចូលដល់សម័យ digital ហើយគេតាក់ទងគ្នាទៅតាម Facebook ក៏បានដែរឥឡូវតែសភាសិតដើមវីដេអូអីណាណីនឹងឥឡូវមកមើលទឹកស្លោវិញពោះបាត់ទៅហើយបងប្អូនថ្ងៃនេះខ្ញុំស្លោមកជូរតកូនជាមួយតែខាញ់បងប្អូនខានញ៉ាំស្លោនឹងយូរនៅបងប្អូនជីវភាពរស់នៅសុខសាន្តចំការអត់មានម្ហូបអីពិសេសពិសាទេមានតែម្ហូបសាមញ្ញយកមកចំអិនជូនពុកម៉ែបងប្អូនទស្សនាហើយបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like វីដេអូខ្ញុំម្នាក់មួយផងណាដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តជូនបងប្អូនទស្សនាបន្តទៀតថ្ងៃនេះខ្ញុំទៅផ្សារឃើញគេមានលក់ថៃក្រាញ់ធម្មជាតិមានពងពេញពោះបងប្អូនហើយអញ្ចឹងហើយក៏នឹកឃើញស្លោមកជូរតកួនជាមួយត្រីក្រាញ់ណាគេថាត្រីតកួនវាស្គាល់គ្នាអញ្ចឹងស្លោអត់ឆ្ងាញ់ទេបងប្អូននេះតែសម្រាប់ខ្ញុំចូលចិត្តណាស់តកួនកឆែតផលិតអីនិយាយរួមទៅគឺចូលចិត្តខ្លាំងហ្មងអាបន្លែបែបធម្មជាតិសុកសែហ្នឹងបងប្អូនស្លោមកជូរជាមួយធុយ7ខ្ចីលហកហើយយើងញិចម្ទេសហិលនិយាយពីថាជាតិណាបងប្អូនញ៉ាំបាយអស់អត់ដឹងខ្លួនទេគ្រូសាខ្ញុំមួយស្រស់គ្នារឿងញ៉ាំសឡបែបសាមញ្ញអញ្ចឹងហ្នឹងនិយាយពីថាចូលចិត្តហើយញ៉ាំបាយបានច្រើនទាំងប្តីទាំងកូនរបស់ខ្ញុំសុទ្ធតែមនុស្សដែលនិយាយសួរចិញ្ចឹមនិយាយទៅបងប្អូនណាបានកូនខ្ញុំទៅធ្វើកូនភាសាក៏ស្រួលដែរស្រួលឲ្យញ៉ាំណាឲ្យតែមានឲ្យញ៉ាំស្អីក៏គាត់ញ៉ាំដែរគឹងបានថាធ្វើវីដេអូយូរទៅបែកកំណត់ប្រម៉ូតកូនខ្លួនឯងជីវិតមនុស្សស្រីយើងមានតែប៉ុណ្ណឹងបងប្អូនហើយវិលតែជាមួយចក្រានជើងឆ្នាំងនឹងពិតមែនតើក៏ពិតទៅពាក្យចាស់បុរាណរកពលអត់ខុសទេហើយមិនថាយើងចេញធ្វើការងារហូរលុយមិនក៏ដោយក៏នៅតែយើងរវល់វីវក់ជាមួយចានឆ្នាំងហ្នឹងគឺជាអត់រួចដែរសម្រាប់មនុស្សស្រីយើងវាហត់បន្តិចដែរសម្រាប់មនុស្សស្រីដែលគាត់រ៉ាប់រងការងារផ្ទះផងហើយចេញធ្វើការងារហូរលុយផងគឺវាហត់បន្តិចពិតមែនក៏ប៉ុន្តែយើងមានតម្លៃដោយសារតែយើងអាចចេញក្រៅចូលប្រឡូកសង្គមហើយយើងអាចប្រើសមត្ថភាពរបស់យើងក្នុងការជួយរកប្រាក់ចំណូលមកជួយផ្គត់ផ្គង់គ្រួសារចំណុចដែលសំខាន់ហ្នឹងគឺថាយើងអាចមានសេរីភាពក្នុងការចាយវាដោយយើងមិនចាំបាច់លាដៃចាំសុំលុយតែពីប្តីទេបងប្អូនបាច់ចាំមានសម្ពាធហើយក៏មិនបាច់ចាំពិបាកមើលទឹកមុខគេដែរអញ្ចឹងសរុបសេចក្តីមកមនុស្សស្រីយើងទោះបីជាវាហត់វានឿយបន្តិចមែនដែលយើងត្រូវរ៉ាប់រងការងារផ្ទះដាំស្លោហើយយើងត្រូវចេញធ្វើការងាររកលុយក៏ប៉ុន្តែខ្ញុំសូមផ្ដាំផ្ញើទៅកាន់មនរីទាំងអស់គ្នាកុំបោះបង់ចោលការងារដែលយើងអាចបង្កើតប្រាក់ចំណូលបានដោយខ្លួនឯងអីសោះពីព្រោះថាសមត្ថភាពនៃការរកលុយវាប្រៀបដូចជាខែលមួយសម្រាប់ការពារខ្លួនមនុស្សស្រីយើងមិនឲ្យខ្លាចខ្លួនទៅជាជនរងគ្រោះនៅថ្ងៃណាមួយ